ได้ជំរាបសួរបងប្អូនក្នុងនិងក្រៅប្រទេសខ្ញុំឃើញចំណាត់ការរដ្ឋាភិបាលខ្ញុំគ្រប់គ្រងរឿងស្រាបៀរភេសជ្ជៈដែលគាត់ទៅមានរង្វាន់ឥឡូវបានរដ្ឋាភិបាលបានហាមមិនឲ្យដាក់រង្វាន់ទៀតទេហើយសូមរដ្ឋាភិបាលបិទទាំងអស់ទៅដូចជាលេឬក៏ម្សៅពិសេសគឺលេសហោះអីនោះតែពាក់ព័ន្ធហើយនឹងនិយាយទៅម្សៅទាំងអស់ឲ្យតែមានរង្វាន់របស់អីក៏ដោយឲ្យតែមានរង្វាន់គឺបិទចោលទៅដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរយើងតាមយករង្វាន់ច្រើនពេករឿងស្រាបៀរគាស់តាមរង្វាន់ហ្នឹងគឺមានអ្នកខូចកាពះខូចថ្លើមនឹងច្រើនណាស់ព្រោះពេលខ្លះគាត់មានបងខ្លះហ្នឹងគាត់អត់ចេះផឹកទេប៉ុន្តែគាត់គាស់យករង្វាន់រហូតដល់តាមគេតាមឯងចេះផឹកអីចឹងទៅក៏នៅកន្លែងណាមួយនៅតុកហ្នឹងណាផឹកហើយគឺសបកកំប៉ុងហ្នឹងនៅខាងក្រោមតុកហ្នឹងអូឡើងកដើម្បីគេសរសើរថាយើងផឹកបានច្រើនខ្លួនយើងនឹងផឹកបានច្រើនអញ្ចឹងវកកំប៉ុងនៅខាងក្រោមតុកកន្លែងអ្នកណាអ្នកហ្នឹងគឺបានច្រើននឹងគេអួតគ្នាអញ្ចឹងនៅស្រុកនេះក៏មានដែរមួយចំនួនតូចទេវាមិនទាំងអស់ទេប៉ុន្តែគាត់ថាទោះបីតែគេផឹកយ៉ាងម៉េចក៏គេមិនក្រនៅនេះក្នុងមួយអាទិត្យគេធ្វើ5ថ្ងៃក្នុង5ថ្ងៃចំណូលគេចូលយ៉ាងតិច$1000បាទ$1000បងប្អូន800-900ទៅ$1000អញ្ចឹងគេអត់ខ្លាចអីផឹកអីដោយបងប្អូននៅស្រុកខ្មែរធ្វើការរោងចក្រមួយខែបើកបានយ៉ាងច្រើនហ្នឹងខ្ញុំថាច្រើនបំផុតទៅ300ទៅ400តែយើងគិតតែស្មើគេអត់បើគេនៅនេះគេធ្វើមួយអាទិត្យ5ថ្ងៃតែ38ម៉ោងទេអញ្ចឹងក្នុងមួយថ្ងៃគេធ្វើ8ម៉ោងបើគិតជាមួយខែតែម្ដង4អាទិត្យហ្នឹងណាគេបើកបាន$4000ណា$4000បើគិតទៅស្រុកខ្មែរស្មើនឹង300ទៅ400ចាញ់គេឆ្ងាយណាស់ហើយបើសិនជាបងប្អូនមួយអាទិត្យផឹកតែមួយកេះពីរកេះហ្នឹងអត់សល់ទេលុយនោះប៉ុន្តែនៅស្រុកនេះគេអត់ខ្វល់ទេបងប្អូនរឿងផឹកស៊ីនោះគេអត់ខ្វល់រឿងលុយទេគេអាចរកបានធូរនៅនេះឲ្យតែមានកម្លាំងនៅស្រុកយើងធ្វើអញ្ចឹងតែរួចទេអញ្ចឹងវិលមកវិញរឿងហាមមិនឲ្យមានរង្វាន់នៅសបកកំប៉ុងស្រាបៀរនិងភេសជ្ជៈខ្ញុំគិតថាល្អជាចំណាត់ការល្អសម្រាប់រដ្ឋាភិបាលហើយចំណាត់ការនេះគួរធ្វើយូរហើយបាទគួរធ្វើយូរហើយនៅរឿងលេរឿងម្សៅអីហ្នឹងគួរតែបិទទាំងអស់ទៅកុំឲ្យមានរង្វាន់អីទៀតច្បោកច្បល់ណាស់ស្រុកយើងប្រទេសក្រហើយបញ្ហាបោកប្រាស់អីហ្នឹងក៏កាន់តែច្រើនបោកប្រាស់តាំងពីលើរហូតដល់ក្រោមតំណែងផ្កាយអុកញ៉ាមកបោកទៅប្រជាពលរដ្ឋខ្លួនឯងតែមានអីអស្ចារ្យមានអីអួតគេបាទហើយគាត់តែ